សម្ដេចព្រះសង្ឃរាជជួនណាតបានទ្រង់និពន្ធនៅកំណាព្យមួយវែងតែអាត្មាលើកមកខ្លីទេយកមកជូនថាបាយវត្តជាភោជនមានប្រលឹងគួរនឹងរំពឹងកុំទឹកតក់នាមមើលមន្ត្រីមកពីរះគឺរះឡើងទៅជាមន្ត្រីបាយផ្ទះបាយវត្តដូចជាគ្នាចំអែតអាត្មាមានជីវីឆ្អែតហើយរៀនសូត្រចេះខ្ទេចខ្ទីមុនីកើតមានដោយសារវត្តណែលោកប្រើពាក្យញាតិញោមសម្ដេចលោកផ្ដាំលោកថាបាយវត្តនឹងជាបាយភោជនមានពលឹងកន្លែងនេះមិនមែនឡើងគីឡូទេនេះមិញនេះសិតតែនិយាយអំពីពលឹងមិត្តភាពពលឹងអនុស្សាវរីយ៍ដួងចិត្តមនសិការស្អីហ្នឹងលោកហៅពលឹងបាយហ្នឹងមានពលឹងព្រោះបាយវត្តល្អណាស់ញាតិញោមអ្នកនៅវត្តណាអាត្មាមិនដែលឃើញណាទៀងបាយដូចជាងអ្នកនៅវត្តទេគឺថាឲ្យតម៉ោងលោកឆាន់គឺកូនសិស្សទាំងអស់ត្រូវមកជួបជុំជាដាច់ខាតព្រោះតែអត់មកជួបជុំគេស៊ីអស់ស្រុកចឹងអត់មានអ្នកណាទុកឲ្យទេគឺថាឲ្យតែលឺក្រេះគឺក្រោកមកយ៉ាងម៉េចក៏មកអង្គុយត្រៀបត្រាដើម្បីរងចាំសភាពការមានការប្រែប្រួលហ្នឹងមកយើងវាចិត្តដៃហ្នឹងគ្រប់តែគាត់តែអញ្ចឹងហ្នឹងប្រហែលជាមានតែមហាកតទេដែលដូចជាមិនសូវស្ទុះស្ទារឿងត្រៀមខ្លួនត្រៀមកាយពេលដែលសម្ដេចលោកឆាន់ណាអូយប៉ែតអូមេវិជាការប៉ែតនោះហ្នឹងហើយអញ្ចឹងកត់ផ្សេងហ្នឹងអស់លោកញាតិញោមដែលនេះហ្នឹងជ្រាបហើយអស់លោកអ្នកនៅវត្តណាប្រសងហ្នឹងថ្ងៃខ្លះទៅក៏ឆាន់ធូដៃទៅក៏រៀងសឡហ្នឹងក៏នៅសល់ខៀវនៅសល់ទឹកអីខ្លះថ្ងៃណាដែលក្លៀនខ្លាំងដាក់សម្រុកយកទៅសេះសល់តិចតួចប៉ុន្តែក៏នៅតែមិនម៉ត់អានេះគេហៅភោជនមានពលឹងឆាន់ហ្នឹងគិតគេគិតឯងខ្លះគិតទៅវាឆាន់ហើយអស់មកជាហៀងហើយប្រែមកជាហៀងទៀតអាល្អិតនៅនេះវាចេះកាហែមមិនក៏មិនឈប់ដែរវាក្លៀនភោជនមានប្រលឹងនឹងឯងប្រលឹងនឹងនេះពេលអស់លោកខ្លាយទៅរដ្ឋបាលខេត្តលោកវិជ្ជបណ្ឌិតក្រសួងអប់រំលោកនឹកឃើញអនុស្សាវរីយ៍នឹងឯងនេះឯងអនុស្សាវរីយ៍ពួកយើងញាតិញោមហ្នឹងហើយវាមិនល្អទាំងអស់ទេតែល្អច្រើនហ្នឹងគួរនឹងរំពឹងកុំទឹកតល់បាយវត្តនេះគ្មានអ្នកដែលមកនៅវត្តអ្នកខ្លះគាត់នៅអត់បានទេញាតិញោមដោយសាររំពឹងខ្ពស់បាយវត្តគឺបាយស្ដេចបាយមន្ត្រីបាយរះសាមញ្ញហើយបាយបុនខ្មោចនេះលោកទៅបុនខ្មោចបានមកចែកញាតិញោមមើលបាយមួយស្រាក់ចែកគ្នាមកកត់ណាហ្នឹងហើយជួនកាលអាហារខ្លះដែលគេល្បីថាឆ្ងាញ់នោះថ្ងៃមួយអាត្មាហ្នឹងក៏មិនដែលបានឆាន់ញោមមើលអ្នកមានម្នាក់ក៏ថាព្រះអង្គអើយកណាប្រកេនចង្ហាន់ពិសេសព្រុយត្រីឆ្លាមចូលយើងលើទៅព្រុយដែងព្រុយកញ្ចុងលំព្រុយត្រីឆ្លាមវាឆ្ងាញ់ប៉ុណ្ណាណោះហើយក៏ស្មានតែមកឆ្នាំងធំចានប៉ុណ្ណេះញោមហើយគ្នាឡើងចង់20នាក់10នាក់ចាំអាចារ្យហ្នឹង$50ណាព្រះអង្គអាហ្នឹងអាថោកអាថ្លៃគេថាថ្លៃយ៉ាងហ្នឹងអញ្ចឹងទៅក៏ដើម្បីឲ្យស្គាល់រសជាតិរៀងខ្លួនភ្លក់ម្នាក់មកចង់លព្រាឲ្យស្គាល់ត្រួយព្រៃឆ្លាមគេណាឆាន់ទៅក៏មិនឃើញហែលទៅឯណាដដែលនេះជាប្រលឹងសម្ដេចព្រះសង្ឃរាជលោកថាប្រលឹងហ្នឹងគឺអញ្ចឹងហ្នឹងញាតិញោមបាយនៅក្នុងវត្តអាហារដែលគេហៅបណៃតភោជនដែលគេថ្វាយព្រះសង្ឃគឺជាបាយអាហារចង្ហាន់ដែលបូជាប្រកបដោយសទ្ធាជ្រះថ្លាដល់ក្រៃលែងវាចេញពីអានេះចេញពីចិត្តនេះអញ្ចឹងបាយអាភោជបាយចង្ហាន់ភោជន
ទាំងអស់ដែលយើងបរិភោគជុំគ្នាហ្នឹងគឺវាបង្កប់ទៅដោយព្រលឹងណែលោកថានេះបាយវត្តជាភោជនមានព្រលឹងវារស់ហ៎រស់ដោយអីរស់ដោយមិត្តភាពរស់ដោយឆន្ទៈរស់ដោយមនសិការហ្នឹងហើយញាតិញោមនាមមើលមន្ត្រីមកពីរះនាមមើលហ្នឹងគឺកើតចេញពីរះទេពីរះឡើងទៅជាមន្ត្រីហ្នឹងឯងលោកប្រាប់ណាឥឡូវអស់លោកលេងคลายទៅជាលោកឡើងឋានៈហើយឆុងឋានៈក្មេងវត្តហើយលោកคลายទៅជាមន្ត្រីហើយคลายទៅវិជ្ជបណ្ឌិតហើយហ្នឹងហើយលោកឡើងខ្ពស់ត្រដែតបាយផ្ទះបាយវត្តដូចជាគ្នាញោមបាយវត្តនិងបាយផ្ទះនឹងដូចតែគ្នាទេមានន័យថាអាហារនឹងវាតែមួយទេចំអែតអាត្មាមានជីវីប៉ុន្តែបរិភោគហើយគឺមានជីពជន